ភាគទី23រាងកាយរហ័សលឿនជាងខួរក្បាលកាយក្រាស់ស្ទុះងើបពីសាឡុងទាញអាវផាយមកគ្រប់លើខ្លួននិងយកកាំភ្លើងខ្លីដើរចេញពីបន្ទប់ទាំងប្រញាប់ប្រញាល់ទឹកមុខមុតមមតានតឹងជាខ្លាំងកែវភ្នែកប្រែជាខ្មៅងឹតពិបាកបរិយាយគេយកនាងមកធ្វើជាកូនអុកទុកជាលបែងកំដរអារម្មណ៍គេមិនទាន់បានលេងឲ្យសំចិត្តនៅឡើយទេនាងមិនអាចស្លាប់ហើយអានក្រេនិងលោកមេការមិនបង្អង់យូរយកស្ថានការម្នីម្នេដើរតាមពីក្រោយដោយមិននិយាយអ្វីម្នាក់តម្រង់ទៅខ្លោងទ្វារក្រោយវិមានប្រព័ន្ធការពារសុវត្ថិភាពត្រូវបានដាក់ចម្ងាយ5គីឡូម៉ែត្រជុំវិញវិមានដើម្បីការពារពួកសត្វសាហាវងាយបង្កគ្រោះថ្នាក់មិនឲ្យចូលមកក្បែរវិមានហើយវាត្រូវបានគ្រប់គ្រងបានយ៉ាងល្អមិនដែលមានបញ្ហានោះទេក្នុងរយៈពេលជិត10ឆ្នាំមកនេះតែថ្ងៃនេះរឿងដែលមិនគួរឲ្យកើតឡើងបែរជាកើតឡើងទៅវិញប្រព័ន្ធត្រូវបានកាត់ផ្ដាច់មិនខុសពីបើកផ្លូវឲ្យសត្វសាហាវដូចជាឆ្កែចោកជ្រៀតជ្រែកចូលតំបន់ហាមឃាត់នោះទេវាមកយ៉ាងឆាប់រហ័សតាមរយៈក្លិនចំណីចម្ងាយដែលពួកវាចាប់ក្លិនបានគឺឆ្ងាយខ្លាំងណាស់វាប្រកាសជាមកដល់ទីនេះហើយក្មេងមៀតល្អិតដែលមានរបួសហូរឈាមស្រោចលួនច្បាស់ជាគេចមិនផុតពីក្រញាំដ៏មុតស្រួចរបស់ពួកវាឡើយរយអាល់បដូរពីដើមមករត់យ៉ាងលឿនចេញពីច្រកចំហៀងខាងឆ្វេងតម្រង់ទៅខ្លោងទ្វារក្រោយគេមិនដឹងថាខ្លួនឯងកំពុងគិតអ្វីក្នុងខួរក្បាលដឹងតែម្យ៉ាងគឺសុវត្ថិភាពម៉ារីនស្របពេលសំឡេងអ្វីម្យ៉ាងខ្សឹបដាក់ត្រចៀកនាងមានគ្រោះថ្នាក់ហើយបើគេយឺតយ៉ាវតែមួយជំរាកវិនាទីជីវិតដ៏ផុយស្រួយនោះនឹងបាត់បង់ជារៀងរហូតចង្រៃមិនក៏ទៅជាបែបហ្នឹងសាតានកំឡោះក្រហមអន្ទះអន្តែងជើងត្របាញ់ចូលគ្នាកាត់ស្រទាប់ព្រើក្រាស់កុំឲ្យគេដឹងថាអ្នកណាអ្នកធ្វើគេនឹងសម្លាប់វាឲ្យវេទនាបំផុតនាងមិនត្រូវមានរឿងអីទេម៉ារីននាងត្រូវតែរស់ដើម្បីបម្រើយើងមិនថាស្ថិតក្នុងកាលៈទេសៈណាភាពអាត្មានិយមនៅតែលេចរូបរាងឡើងក្នុងចិត្តគេមិនទទួលស្គាល់ឡើយថាគេកំពុងបារម្ភគេធ្វើព្រោះនាងនៅមានប្រយោជន៍ប៉ុណ្ណោះមែនហើយម៉ារីនហ្វារ៉ូជាក្របអុកសំខាន់វ៉ូហើយគ្រប់យ៉ាងក៏ដូចអ្វីដែលបានគិតសំឡេងលូហៅគ្នាលាន់នៅឲ្យក្រលួចពេញព្រៃស្ងាត់រាងកាយធំរបស់ខ្លាឃ្មុំទឹកកកត្រូវហ្វូងចកខំហែកមិនខុសពីម៉ារីនត្រូវចោអូសចេញពីគំនរព្រើខោអាវលើខ្លួនដាច់រហែកឈាមហូរស្រោចស្រទាប់ព្រើកែវភ្នែកល្អក់ក៏ដកសំណើមងល់ថ្លាសម្លឹងមើលទៅវីរៈបុរសដែលបានការពារនាងដោយជីវិតទាំងបេះដូងខ្ទេចខ្ទាំទឹកភ្នែករមៀលស្រក់ចុះដោយហាមលែងបានលើកទី1ហើយដែលនាងយំម៉ារីនហ្វារ៉ូស្រក់ទឹកភ្នែកព្រោះរូបភាពដ៏សង្វេគចំពោះមុខនាងចង់ស្ទុះទៅជួយខ្លាឃ្មុំនោះណាស់ចង់សម្លាប់ឆ្កែចោកដ៏សាហាវដែលខំហែកសាច់សត្វទេដោយភាពរៃផ្សៃតែនាងធ្វើមិនបានហើយបន្តិចទៀតរាងកាយដែលគ្មានកម្លាំងមួយនេះក៏คล้ายជាចំណីពួកវាដូចគ្នារេនសាផងសំឡេងកាំភ្លើងបន្លឺផ្ទួនគ្នាជាច្រើនដងពន្លឺភ្លើងចាំងឆ្វាចស្របពេលគ្រាប់សំណលងស្រិលហោះកាត់លំអងព្រើទម្លុះក្បាលឆ្កែចោកដែលកំពុងអូសកាយតូចល្អិតឲ្យប្រកាច់ស្លាប់ភ្លាមផ្អើលហ្វូងឆ្កែចោករត់ចូលព្រៃខ្លះក៏ត្រូវស្លាប់ដោយស្នាដៃតាសានកំណាចនិងកូនចៅដែលមកការពារពីក្រោយរេនសារយអាល់ស្ទុះស្ទាមកក្រោកនាងតូចដែលដេកស្ងៀមលើព្រើទាំងដៃជាប់ចំណងត្រកងកាយស្ដើងមកដាក់លើផ្លូវទះថ្ពាល់ស្លេកស្លាំងតិចហើយដាស់សិតដោយសំឡេងធ្ងន់កណ្ដុកមិនខុសពីចិត្តរបស់គេម៉ារីនបើកភ្នែកឡើងនាងមិនអាចគេងស្ងៀមបានទេឆាប់បើកភ្នែកឡើងនេះជាបញ្ជាគេបន្តឲ្យនាងអង្រួនស្មាស្ដើងមិនឈប់មិនដឹងថាមកពីអ្វីទើបបណ្ដាចិត្តឲ្យម្ចាស់វិមានហៅឈ្មោះពិតនាងចេញមកគេក្រសោបនាងអប់ជាប់ទ្រូងឃើញនាងដេកស្ងៀមមិនកំរើកគេអន្ទះសាជាខ្លាំងមិនស្រួលចិត្តសោះទាំងមិនដឹងថាមកពីហេតុអ្វីដែលធ្វើឲ្យគេមានអារម្មណ៍បែបនេះបើកភ្នែកម៉ារីនហ្វារ៉ូនាងមិនអាចស្លាប់នៅពេលនេះបានទេភ្ញាក់ឡើងយើងឲ្យនាងបើកភ្នែកក៏ទេស្រីទាសកប្រហើននាងលែងស្ដាប់សម្ដីយើងហើយនាងចង់ប្រឆាំងរាងកាយសុទ្ធតែឈាមរង្គើតាំងពីក្បាលដល់ចុងជើងគេអង្រួននាងសឹងតែក្រឡកខួរស្រែកបញ្ជាដាច់អង្ការនាងត្រូវតែភ្ញាក់ត្រូវតែរស់គេមិនទាន់ធ្វើបាបនាងសំចិត្តនៅឡើយទេបើយើងមិនអនុញ្ញាតនាងកុំសង្ឃឹមថាបានឲ្យស្លាប់សោះទោះនាងទៅដល់ឋាននរកក៏យើងអូសនាងមកវិញដែរយើងអូសនាងឲ្យមកនៅជាមួយយើងសំឡេងគំរាមដ៏កំណាចលាន់កងរំពងពេញសោតវិញ្ញាណទាញកន្ត្រាក់មនុស្សដែលបាត់ស្មារតីឲ្យព្រិចភ្នែកញាប់កំរើកដៃហាប់មាត់មហប់ដូចចង់និយាយអ្វីមួយតែបែរជារោគសំឡេងមិនឃើញចេញតែខ្យល់មកតិចម៉ារីនប្រឹងបើកភ្នែកធ្ងន់កណ្ដុកព្រឹមលើកដៃចង្អុលទៅទីដៅដែលខ្លាឃ្មុំដេកស្ដុកស្ដឹងជាមួយពាក្យលើលោកម្ចាស់ជួយនាងនិយាយបានតែប៉ុណ្ណឹងក៏សន្លប់បាត់ស្មារតីម្ដងទៀតលើកនេះទោះអង្រួនហើយប៉ុណ្ណាក៏មិនអាចដាស់សឹកនាងបានដែររាងកាយបាត់បង់កម្ដៅឡើងស្លេកឈាមចេញពីស្នាមរបួសក៏ហូរមកមិនឈប់ម្ចាស់វិមានដោះអាវផាយគ្រប់លើរាងកាយគ្មានស្មារតីកាត់ខ្សែចំណងដៃត្រកង3កាយទន់ល្អក្រសោបជាប់ដើមទ្រូងប្រញាប់ត្រឡប់ទៅវិមានវិញដោយបញ្ជាឲ្យមេការចាត់ចែងខ្លាឃ្មុំដែលបានស្លាប់នៅនោះហើយដោះស្រាយរឿងប្រព័ន្ធការពារហើយគ្រូពេទ្យមកទីនេះត្រូវតែជា Lovis ម្នាក់ប៉ុណ្ណោះ
ជើងមុំឈានវែងតាមផ្លូវចំហៀងចូលទៅច្រកសម្ងាត់ទាំងស្រែកបញ្ជាសំឡេងរឹងដាច់ខាតឲ្យអានក្រេហៅពេទ្យប្រចាំវិមានមកជាបន្ទាន់លោកម្ចាស់ខ្ញុំគិតថាមិនល្អទេទៀនឯងចង់ជំទាស់បញ្ជាយើងរយអោដំឡើងសំឡេងកែវភ្នែកក្រហមបែរមកចំណាយគ្រោះថ្នាក់សាយភីបួលឲ្យរន្ធត់មិនមែនបែបនឹងទេទៀនធ្វើតាមអ្វីដែលយើងនិយាយទៅមុនពេលដែលក្បាលរបស់ឯងបៀមគ្រាប់សឹមតែនាងហូរឈាមច្រើនណាស់រាងកាយក៏ស្លេកខ្លាំងបាត់បង់កម្ដៅសញ្ញាជីវិតក៏ចុះទាបខ្ញុំខ្លាចថាហៅដុកទ័រ Lovis មកក៏គ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់ជួយនាងដែលទៀនយល់ល្អគួរតែបញ្ជូននាងទៅមន្ទីរពេទ្យតែម្ដងរយអោឈប់ត្រឹងគិតមួយសន្ទុះខ្សែភ្នែកសម្លឹងមនុស្សស្រីក្នុងរង្វង់ដៃមុននឹងបែរក្រោយដើរចេញក្រៅវិមានដោយភាពរហ័សរហួនចូលឡានដែលត្រៀមមុខវិមានជាស្រេចរថយន្ត3គ្រឿងបើកក្នុងល្បឿនលឿនស្លេវចេញផុតពីប៉មក៏លេចនៅស្រមោលមនុស្សស្រីម្នាក់ពីជ្រុងខាងនៃវិមាននាងក្រមុំក្តាប់ដៃណែនកែវភ្នែកជាអណ្ដាតភ្លើងដើមទ្រូងឆេះឈួរក្តៅងំអាយុថ្លៃគ្រាន់បើខាមេឡាសង្គ្រាតថ្មេងគ្រឺតមិនគួរណាគម្រោងការបរាជ័យជាលើកទី2សោះអាយុនាងម្នាក់នេះចំជាថ្លៃមែនមិនឆាប់ងាប់ឲ្យបាត់ទៅចាំមើលតើនាងអាចគេចផុតបានរហូតដែរទេនាងមិនបញ្ឈប់ត្រឹមនេះជាដាច់ខាតលុះត្រាតែបន្លាដកចេញពីខ្សែភ្នែកនាងមាន100វិធីដែលអាចឆក់យកជីវិតថោកទាបនោះហើយលោកម្ចាស់ក៏មិនអាចការពារបានគ្រប់ពេលដូចគ្នាបើយើងចង់ឲ្យនាងស្លាប់តើអ្នកណាអាចរារាំងយើងបានទៅ800 ឡាចសម្រាប់ភាគបន្ទាប់ដែលណាយប់នេះអត់បានលេងហ្គេមទេអេដមីនជាប់រវល់រីករាយក្នុង